បាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទនេះជាវីដេអូលើកដំបូងរបស់ខ្ញុំបាទដែលខ្ញុំចង់និយាយអំពីការបច្ចេកទេសក្នុងការកាត់តដើមក្រូចជាមួយនឹងដើមកសាំងបាទបងប្អូនមើលចុះគឺដើមកសាំងទេតែយើងអាចកាត់តជាមួយនឹងដើមក្រូចបាទពលគឺគល់កសាំងប៉ុន្តែមេឃជាមេឃក្រូចបាទនេះដើមមិនទាន់បានមួយឆ្នាំស្រួលបួលទេក៏ប៉ុន្តែវាអាចចេញផ្លែបាទនេះជាក្រូចឆ្មារបស់យើងបាទបងប្អូនគឺបើសិនជាមានចំណាប់អារម្មណ៍អីអាចខមមិនសួរនៅខាងក្រោមបានហើយខ្ញុំនឹងធ្វើវីដេអូអំពីរបៀបកាត់តដើមក្រូចឲ្យបងប្អូនទាំងអស់គ្នាបានទស្សនាដើម្បីជាប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាបាទនេះបងប្អូនមើលចោះផ្លែវាល្អមែនទែនផ្លែនេះតាមពិតទៅវាមានកន្លែងនេះមួយទៀតប៉ុន្តែខ្ញុំបានបេះទៅធ្វើជាម្ជូរបាត់ហើយបានដើមក្រូចនេះគឺយើងមាន3ដើមដែរបាទអានេះជាដើមទី1តមកគេបាទហើយមុននឹងចូលទៅដល់ដើមទី2និងដើមទី3សូមបងប្អូនកុំភ្លេចជួយចុច Subscribe នៅ Channel របស់ខ្ញុំបាទផងដើម្បីខ្ញុំបាទនឹងមានកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្តហើយនឹងមានបច្ចេកទេសថ្មីផ្សេងបាទនេះជាដើមទី2គឺយើងបានកាត់តជាមួយនឹងដើមកសាំងដូចគ្នាដែរបងប្អូនមើលចុះបាទល្អមែនទែនគឺដើមក្រូចនេះគឺដើមក្រូចថ្លុងដែលវាមានដែលឆ្ងាញ់មែនទែនក្រូចថ្លុងនេះនេះជាដើមទី2បាទតាមពិតទៅដើមនេះវាធំលូតលាស់ក្រិនបាហើយក៏ប៉ុន្តែសត្វគោក៏បានមកបំផ្លាញក៏រត់ជើងទៅបានបាក់ហើយក៏តសដើមទៅបាទអញ្ចឹងយើងទៅមើលដើមទី3ទាំងអស់គ្នាបាទនៅចិត្តគ្នាទេក៏ប៉ុន្តែនេះស្ដុកបាទនៅជុំវិញផ្ទះរបស់ខ្ញុំបាទដើមទី3ជាដើមចុងក្រោយហើយក៏ជាក្រូចពោធិ៍សាត់ផងដែរប៉ុន្តែมันបានតជាមួយនឹងដើមកសាំងទេគឺយើងតជាមួយនឹងដើមក្រូចគ្នាវាតែម្ដងបាទដោយសារអីអស់ដើមកសាំងតើនេះដើមក្រូចប៉ុន្តែខាងក្រោមនេះអត់ដឹងថាក្រូចអីទេជាវាដោះឯងទៅអត់ដឹងថាក្រូចអីទេហើយនេះដើមក្រូចពោធិ៍សាត់ប្រហែលជាមួយឆ្នាំក្រោយទៅអាចនឹងផ្លែហើយល្អមែនទែនបាទតប៉ះរដូវភ្លៀងវាល្អមែនទែនមើលនេះមួយដើម2ដើម3ដើមបាទបងប្អូនវីដេអូនេះក៏ដល់ទីបញ្ចប់ដែរបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ឲ្យខ្ញុំបាទធ្វើវីដេអូនេះខ្ញុំនឹងធ្វើវីដេអូប្រាប់បងប្អូនពីរបៀបកាត់តដើមក្រូចនេះតែម្ដងប៉ុន្តែជាចុងក្រោយខ្ញុំសូមបងប្អូនកុំភ្លេចជួយចុច Subscribe ផងហើយជួយមើលវីដេអូនេះឲ្យដល់ចប់ផងបាទសូមអរគុណ